បន្ទាប់ពីមានចំនួនព្រំដែនកម្ពុជាថៃនឹងឈានដល់ការហាមការនាំចូលផលិតផលថៃរដ្ឋាភិបាលកម្ពុជាជំរុញឲ្យមានការបង្កើនការកែច្នៃផលិតផលក្នុងស្រុកក្នុងវិស័យកសិកម្មនិងកសិឧស្សាហកម្មដោយកែច្នៃពីវត្ថុធាតុដើមទាំងស្រុងឲ្យក្លាយទៅជាផលិតផលពាក់កណ្ដាលសម្រេចនិងផលិតផលសម្រេចសម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកប្រកបដោយប្រសិទ្ធភាពនិងភាពប្រកួតប្រជែងថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន Kim Rubber Cambodia នៅខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃពុធនេះលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថាគណៈការកែច្នៃផលិតផលកសិកម្មត្រូវបានចាត់ទុកថាជាការងារអាទិភាពដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មជាតិលើកកម្ពស់ការប្រកួតប្រជែងបង្កើតការងារនិងការលើកស្ទួយជីវភាពប្រជាកសិករខ្មែររដ្ឋាភិបាលបាននឹងកំពុងខិតខំកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជាដែលបានសម្រាលបន្ទុកអាជីវកម្មជាបន្តបន្ទាប់និងសម្រួលប្រតិបត្តិការជាលំដាប់ចំពោះផលិតផលមួយចំនួនគឺទឹកដោះគោមីនិងស្ករសជាដើមរដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅដើម្បីកាត់បន្ថយការនាំចូលឈានទៅដល់ការកាត់ជាអតិបរមាផងដែរខណៈផលិតផលមីមានតែ 20% ប៉ុណ្ណោះសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនៅពេលដែលប្រទេសកម្ពុជាមានចំនួនព្រំដែននិងឈប់ប្រើប្រាស់ផលិតផលថៃហើយបើសិនជាយើងអាចជំរុញការកែច្នៃឲ្យបានទៅនឹងកន្លែងមិនត្រឹមតែកសិកម្មទេគឺកសិឧស្សាហកម្មបណ្ដៃថាមិនមែនតែកសិករឬមួយម្ចាស់ចការម្ចាស់ស្រែនោះទេប៉ុន្តែអ្នកដែលធ្វើការនៅក្នុងរោងចក្រកែច្នៃបង្កើតការងារដឹកជញ្ជូនផ្សេងគឺជាខ្សែចង្វាក់ផលិតកម្មដែលយើងចង់បានលោកហ៊ុនម៉ាណែតបានបន្ថែមថារដ្ឋាភិបាលបានដាក់ចេញនិងកំពុងជំរុញការអនុវត្តគោលនយោបាយនិងផែនការសកម្មភាពនៅក្នុងវិស័យកសិកម្មនិងអនុវិស័យកសិកម្មដើម្បីប្រែក្លាយការនាំចេញវត្ថុធាតុដើមទាំងស្រុងឲ្យទៅជារបស់កែច្នៃនៅក្នុងស្រុកពីវត្ថុធាតុដើមទៅជាលទ្ធផលពាក់កណ្ដាលសម្រេចនិងផលិតផលសម្រេចសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកជាមួយគ្នានេះដែរលោកហ៊ុនម៉ាណែតក៏បានផ្ដល់អនុសាសន៍ដល់ក្រសួងពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិពន្លឿនការរៀបចំច្បាប់ស្ដីពីផលិតកម្មកសិកម្មតាមកិច្ចសន្យាដើម្បីបង្កើនទំនុកចិត្តរវាងកសិករនិងក្រុមហ៊ុនប្រមូលទិញ។